រឿងខ្មោចស្រីសក់វែងនៅផ្ទះចាស់នៅក្នុងភូមិតូចមួយដែលស្ថិតនៅជើងភ្នំគោក្នុងខេត្តកំពង់ឆ្នាំងមានផ្ទះចាស់មួយដែលគេហៅថាផ្ទះខ្មោចស្រីសក់វែងផ្ទះនេះត្រូវបានទុកចោលអស់រយៈពេលជាង50ឆ្នាំមកហើយចាប់តាំងពីមានហេតុការណ៍ដ៏គួរឲ្យខ្លាចកើតឡើងគេនិយាយថានៅទីនោះមានខ្មោចស្រីម្នាក់ដែលតែងតែលេចឡើងនៅពេលយប់ដោយសក់វែងខ្មៅលើងនិងសំឡេងស្រែកយំដែលធ្វើឲ្យអ្នកណាក៏ញាក់ខ្លួនដែរគ្មាននរណាហ៊ានចូលទៅជិតផ្ទះនោះទេលើកលែងតែក្មេងដែលចង់សាកល្បងភាពក្លាហានប៉ុន្តែពួកគេតែងតែរត់ចេញមកវិញដោយមុខស្លេកស្លាំងសុកជាយុវជនម្នាក់ដែលទើបតែបញ្ចប់ការសិក្សាពីរាជធានីភ្នំពេញបានសម្រេចចិត្តត្រឡប់មកភូមិកំណើតវិញគាត់មិនជឿរឿងខ្មោចអ្វីទាំងអស់គាត់គិតថាវាគ្រាន់តែជារឿងនិទានរបស់មនុស្សចាស់ដើម្បីបំភ័យក្មេងតែប៉ុណ្ណោះដោយសារផ្ទះរបស់គាត់ត្រូវបានលក់ទៅឲ្យគេអស់ហើយសុកក៏សម្រេចចិត្តទិញផ្ទះចាស់នោះក្នុងតម្លៃធូរថ្លៃអ្នកភូមិទាំងអស់ព្យាយាមរារាំងគាត់ដោយនិយាយថាកុំចូលទៅក្នុងផ្ទះនោះឡើយវានឹងនាំសំណាងអាក្រក់មកលើឯងប៉ុន្តែសុកគ្រាន់តែសើចហើយផ្លាស់ចូលទៅរស់នៅទីនោះតែម្នាក់ឯងថ្ងៃដំបូងអ្វីគឺស្ងប់ស្ងាត់សុកចំណាយពេលសម្អាតផ្ទះលាបថ្នាំថ្មីនិងរៀបចំគ្រែគេងផ្ទះនេះមានបន្ទប់ច្រើនប៉ុន្តែបន្ទប់មួយនៅជាន់លើត្រូវបានចាក់សោយ៉ាងរឹងមាំសុកព្យាយាមបើកវាប៉ុន្តែកន្លឹះមិនមាននៅពេលយប់គាត់ដេកលក់ស្រួលគ្មានអ្វីកើតឡើងប៉ុន្តែនៅថ្ងៃទី3រឿងចម្លែកបានចាប់ផ្ដើមនៅពេលពាក់កណ្ដាលយប់សុកខែសំឡេងសើចស្រាលមកពីខាងលើវាស្ដាប់ទៅដូចជាសំឡេងស្រីក្មេងប៉ុន្តែវាមានភាពត្រជាក់ខុសពីធម្មតាគាត់គិតថាវាជាសំឡេងខ្យល់ឬសត្វកណ្ដូលហើយក៏ដេកបន្តពេលព្រឹកឡើងសុកបានទៅជួបពូម្នាក់នៅក្នុងភូមិដែលជាអ្នកចាស់ទុំដែលដឹងរឿងផ្ទះនោះច្រើនពូនោះប្រាប់ថាកាលពី50ឆ្នាំមុនមានស្រីស្អាតម្នាក់ឈ្មោះម៉ៅរស់នៅក្នុងផ្ទះនោះជាមួយគ្រួសារម៉ៅជាស្រីសក់វែងខ្មៅលើងនិងមានសំឡេងស្រែកយំដែលគួរឲ្យអាណិតនាងត្រូវបានគេសម្លាប់ដោយប្តីរបស់នាងដែលជាបុរសឈ្មោះធនដោយសារច្រណែនថានាងមានសហាយស្មន់ធនបានចងនាងនៅបន្ទប់ជាន់លើហើយកាត់សក់នាងរួចសម្លាប់នាងដោយកាំបិតបន្ទាប់មកធនក៏សម្លាប់ខ្លួនឯងចាប់តាំងពីពេលនោះមកខ្មោចរបស់ម៉ៅតែងតែលេចឡើងដើម្បីស្វែងរកសក់របស់នាងដែលត្រូវបានលាក់ទុកនៅកន្លែងណាមួយក្នុងផ្ទះអ្នកណាដែលចូលទៅនឹងត្រូវខ្មោចនោះធ្វើទុក្ខទោសដោយសំឡេងយំនិងការលេចឡើងដែលគួរឲ្យខ្លាចសុកសើចចំអកហើយត្រឡប់មកផ្ទះវិញប៉ុន្តែនៅយប់នោះរឿងកាន់តែអាក្រក់នៅពេលគាត់ដេកលើគ្រែគាត់យាសំឡេងជើងដើរលើកម្រាលឈើខាងលើវាស្ដាប់ទៅដូចជាមនុស្សដើរយឺតហើយសំឡេងនោះកាន់តែខិតជិតមកសុកក្រោកឡើងយកពើភ្លើងហ្វ្រេសហើយឡើងទៅជាន់លើគាត់ព្យាយាមបើកទ្វារបន្ទប់ចាក់សោនោះម្ដងទៀតហើយលើកនេះវាបើកដោយខ្លួនឯងដោយគ្មានកន្លឹះនៅខាងក្នុងគាត់ឃើញបន្ទប់ទទេមានតែធូលីដីនិងសំណាញ់ពីងពីងប៉ុន្តែនៅជ្រុងមួយមានប្រអប់ឈើចាស់មួយសុកបើកវាហើយឃើញសក់ខ្មៅវែងមួយក្តាប់ដែលមើលទៅនៅស្រស់ថ្មីដូចជាទើបតែកាត់មកភ្លាមនោះសំឡេងយំបានលាន់ឡើងពីខាងក្រោយគាត់សុកបែរខ្នងមកហើយឃើញស្រីម្នាក់ឈរនៅទីនោះនាងមានសក់ខ្មៅលើងដែលគ្រប់មុខស្លៀកពាក់សំពត់ខ្មែរប៉ុន្តែស្បែកនាងស្លេកស្លាំងដូចសាកសពភ្នែកនាងក្រហមឆ្អិនឆ្អៅហើយមាត់នាងបើកធំស្រែកយំថាសក់របស់ខ្ញុំសក់របស់ខ្ញុំសុកភ័យខ្លាចខ្លាំងគាត់រត់ចុះពីជាន់លើប៉ុន្តែទ្វារផ្ទះបានបិទដោយខ្លួនឯងគាត់ព្យាយាមបើកវាប៉ុន្តែវាមិនរើសំឡេងជើងដើរកាន់តែខិតជិតមកហើយគាត់យាសំឡេងសាយខ្សឹបនៅក្បែរត្រចៀកសុករត់ទៅលាក់ខ្លួននៅក្នុងបន្ទប់គេងហើយបិទទ្វារគាត់អង្គុយនៅលើឥដ្ឋដង្ហាក់ខ្យល់ហើយព្យាយាមគិតថាវាគ្រាន់តែជាការស្រមើស្រមៃប៉ុន្តែភ្លាមនោះគាត់យាសំឡេងកោសទ្វារដូចជាក្រចកវែងកោសលើឈើវាកាន់តែខ្លាំងឡើងរហូតដល់ទ្វារចាប់ផ្ដើមរង្គើសុកស្រែកឡើងថាទៅឲ្យឆ្ងាយពីខ្ញុំប៉ុន្តែសំឡេងយំនោះកាន់តែខ្លាំងហើយគាត់មានអារម្មណ៍ថាមានដៃត្រជាក់មួយដៃប៉ះលើស្មារបស់គាត់បែរមកមើលហើយឃើញមុខនាងខ្មោចនោះនៅក្បែរខ្លួនដោយសក់វែងរបស់នាងរំពាត់ជុំវិញកញ្ចឹងក៏របស់គាត់នៅពេលព្រឹកឡើងអ្នកភូមិបានngheសំឡេងស្រែកយំពីផ្ទះនោះពួកគេរត់ទៅមើលហើយឃើញទ្វារផ្ទះបើកទូលាយនៅខាងក្នុងសុកត្រូវបានគេរកឃើញស្លាប់នៅលើឥដ្ឋដោយកញ្ចឹងក៏របស់គាត់ត្រូវបានរុំដោយសក់ខ្មៅវែងមួយក្តាប់ភ្នែកគាត់បើកធំហើយមុខគាត់បង្ហាញពីភាពភ័យខ្លាចដ៏ខ្លាំងក្លាចាប់តាំងពីពេលនោះមកគ្មាននរណាហ៊ានចូលទៅក្នុងផ្ទះនោះទៀតឡើយនៅពេលយប់គេនៅតែសំឡេងយំរបស់ខ្មោចស្រីសក់វែងដែលនៅតែស្វែងរកសក់របស់នាងនិងសងសឹកដល់អ្នកណាដែលហ៊ានរំខាន